vàព័ត៌មាននេះគឺខ្ញុំឃើញការផ្សាយរបស់ខាង Kiripost គាត់ផ្សាយបានល្អគឺពាក់ព័ន្ធជាមួយនឹងកម្ពុជាហើយនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខានៅថ្ងៃនេះហើយថ្ងៃច័ន្ទទី22មិថុនានេះហើយទៅលើកិច្ចព្រមព្រៀងទឹកប្រាក់ចំនួន$100 លានសម្រាប់ការវិនិយោគពង្រីកអាកាសយានដ្ឋានអន្តរជាតិតេជោបាននៅក្នុងប្រទេសកម្ពុជាហើយក៏នេះជាសញ្ញាមួយបង្ហាញអំពីការចូលរួមពាក់ព័ន្ធគ្នាខាងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកកាន់តែជ្រៅជាងមុនកាន់តែប្រសើរជាងមុនថែមទៀតហើយបន្ទាប់ពីមានការនិយាយថារអាក់រអួលខ្លះដោយសារតែប្រវត្តិនៃបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែលមានការដើរថយក្រោយនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកនេះហើយព័ត៌មានទី2នេះខ្ញុំសូមដកស្រង់ចេញពីសារព័ត៌មានច្រើនមានទាំង Thai Inquirer មានទាំង Khawsod ផងដែរគឺមាន2-3ចំណុចពីចំណុចធំក៏ពិតទៅចំណុចទី1នេះគឺខាង Inquirer ហ្នឹងគាត់បាននិយាយរាយការណ៍អំពីខាងមន្ត្រីក្រសួងការបរទេសរបស់ថៃហ្នឹងខិតខំព្យាយាមពន្យល់ទៅដល់ពលរដ្ឋថៃតាមគ្រប់វេទិកាទាំងអស់អំពីនីតិវិធីនៃ UNCLOS ប៉ុន្តែគឺតាមអ្វីដែលថៃបានពន្យល់នោះគឺហាក់ដូចជាមិនផ្ដល់សារៈសំខាន់ទៅដល់នីតិវិធីនេះទេដោយថៃនៅតែផ្ដោតសង្កត់ធ្ងន់ទៅលើការចូលរួមនីតិវិធីនេះដោយសារតែអ្វីក៏ដោយដែលសម្រេចចេញពីនីតិវិធីផ្សះផ្សាដោយបង្ខំនេះគឺมันមានលក្ខណៈតម្រូវកាតព្វកិច្ចឲ្យគោរពតាមនោះទេបាទគឺបានន័យថាបើសិនជាសម្រេចចុះសម្រេចឡើងគឺកម្ពុជាមានព្រៀបជាងថៃគឺថៃមិនគោរពក៏មិនបានដែរនេះគឺក៏មិនអីដែរបាទនេះគឺជាអ្វីដែលមន្ត្រីថៃនឹងបន្តពន្យល់ដល់ពលរដ្ឋរបស់ខ្លួនបាទទន្ទឹមនឹងនោះគឺមានរបាយការណ៍ស្ដីអំពីបញ្ហាព្រំដែនគឺនាយករដ្ឋមន្ត្រីថៃនៅថ្ងៃនេះបានប្រាប់អ្នកសារព័ត៌មានថាលោកបដិសេធមិនទទួលរងសម្ពាធណាមួយពីកម្ពុជានៅក្នុងការប្រគល់តំបន់បានឡងច័ន្ទអីហ្នឹងគឺហើយនឹងឡងកែវហ្នឹងគឺឲ្យទៅប្រទេសកម្ពុជាវិញទេបាទនេះគឺជាអ្វីដែលខាងនាយករដ្ឋមន្ត្រីថៃបាននិយាយហើយក៏ដូចជាខាងភាគីយោធាថៃនោះនៅបន្តបដិសេធការតវ៉ារបស់កម្ពុជាពាក់ព័ន្ធនឹងការលើកដោតទង់ជាតិបាទដែលនៅថ្ងៃនេះគឺខាងថៃខាងអ្នកនាំពាក្យយោធាថៃហ្នឹងបាននិយាយថាជាថ្មីថាពួកគេធ្វើនេះគឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ថៃតែប៉ុណ្ណោះបាទនេះគឺជាការលើកឡើងរបស់ខាងភាគីថៃខ្ញុំក៏សូមជូនប្រិយមិត្តអំពីស្ថានភាពវិវត្តនេះផងដែរហើយព័ត៌មានទី3នេះគឺជាអ្វីដែលប្រិយមិត្តបានដឹងគ្រប់គ្នាទៅហើយនោះគឺបាទគឺការដែលខាងភាគីសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់បានជួបប្រជុំគ្នាឥឡូវនេះបានសម្រេចបាននៅបាទផែនទីបង្ហាញផ្លូវមួយដើម្បីឈានទៅការចរចាច្បាស់លាស់អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទហើយក៏មានការវិវត្តល្អផងដែរបើតាមអ្នកសម្របសម្រួលគឺមានការបើកច្រកទំនាក់ទំនងគ្នាជៀសវាងការខ្វែងគំនិតគ្នាគឺក៏ការយល់ខុសពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz ផងដែរដែលសម្រាប់ប្រិមិត្តនៅកម្ពុជាគឺជាព័ត៌មានល្អក្នុងការឲ្យមានចរាចរណ៍ប្រេងឆ្លងកាត់តំបន់នេះដើម្បីផ្គត់ផ្គង់ទៅតំបន់អាស៊ីហើយព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មានជាច្រើនប៉ុន្តែខ្ញុំយកមកនេះគឺអត្ថបទរបស់ New York Times បានរាយការណ៍ថាលោក Keir Starmer នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសគឺសម្រេចលាលែងចេញពីតំណែងហើយបន្ទាប់ពីបានរាយការណ៍ថ្វាយទៅដល់ព្រះមហាក្សត្រក៏ប៉ុន្តែលោកនឹងនៅបន្តកាន់តំណែងរហូតទៅដល់ខែ9ខែកញ្ញានៅពេលដែលមានការរើសនាយករដ្ឋមន្ត្រីថ្មីបេក្ខជននៅក្នុងបកដើម្បីមកបន្តតំណែងនាយករដ្ឋមន្ត្រីបាទដោយសារតែមានសម្ពាធយ៉ាងខ្លាំងពីក្នុងគណៈបកដែលលោកទៅទ្រាំមិនបានលោកត្រូវតែចុះចេញពីតំណែងហើយសារព័ត៌មាននេះក៏បានរាយការណ៍ផងដឹងផងដែរបាទគឺក្នុងរយៈពេល1ទសវត្សរ៍គឺអង់គ្លេសមាននាយករដ្ឋមន្ត្រីដល់ទៅ7នាក់ហើយបាទប្រិមិត្តស្គាល់ប្រមាណអ្នកខ្ញុំជឿថាច្បាស់ជាងគេគឺច្បាស់ជាលោក Boris Johnson បាទលោកនៅកណ្ដាលទី3រាប់ពីឆ្វេងមកនោះបាទសក់គាត់ពិសេសជាងគេបាទអញ្ចឹងដូច្នេះនេះគឺជាព័ត៌មានដែលខ្ញុំចង់ក្រងសម្រាប់ប្រិមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទហើយក៏នៅពេលល្ងាចគឺក៏មានការរាយការណ៍របស់ Kiripost ផងដែរ
ថាឥឡូវនេះសហរដ្ឋអាមេរិកក៏កំពុងតែពិនិត្យមើលលទ្ធភាពបន្ថែមទៀតបន្ទាប់ពីចុះកិច្ចព្រមព្រៀង$100 លានអភិវឌ្ឍអាកាសយានដ្ឋានឥឡូវនេះកំពុងតែពិនិត្យមើលឡើងពិនិត្យមើលថែមទៀតនៅការវិនិយោគទៅលើកំពង់ផែដែលមានភ្ជាប់ជាមួយនឹងគម្រោងប្រៃជីកហ្វូណនតេជោដែលកំពុងតែដំណើរការដូច្នេះនេះគឺជាការមួយដែលបើកច្រកខាងសេដ្ឋកិច្ចទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងកម្ពុជានឹងកាន់តែបាទស៊ីជម្រៅថែមទៀតបាទនេះគឺខ្ញុំនឹងជម្រាបនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងណាគឺព័ត៌មានចុងក្រោយនេះនឹងជម្រាបនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងហើយប្រិយមិត្តណាចង់អានគឺអញ្ជើញទៅអានគិរីប៉ុស្តិ៍មុនទៅបាទក៏បានដឹងដែរបាទខ្ញុំដកស្រង់ពីគិរីប៉ុស្តិ៍ឃើញគាត់រាយការណ៍បានល្អបាទចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិថ្ងៃច័ន្ទទី22ខែមិថុនាឆ្នាំ2026ឥឡូវនេះសូមជូនព័ត៌មានទី1ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដំបូងរបស់សារព័ត៌មានគិរីប៉ុស្តិ៍បើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានគិរីប៉ុស្តិ៍នៅថ្ងៃច័ន្ទនេះគឺបានឲ្យដឹងថាខាងភាគីកម្ពុជាហើយនិងសហរដ្ឋអាមេរិកហ្នឹងគឺបានបោះមួយជំហានថែមទៀតហើយដែលជាជំហានដ៏មានសារៈសំខាន់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរដោយមានការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងការអភិវឌ្ឍអាកាសយានដ្ឋានរបស់កម្ពុជាគឺអាកាសយានដ្ឋានអន្តរជាតិតេជោនៅក្នុងប្រទេសកម្ពុជាដើម្បីផ្ដល់ថវិកាដែលនេះគឺជាសញ្ញាបង្ហាញបន្ថែមទៀតនៅការបន្ធូរបន្ថយនៅការតានតឹងនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនេះហើយពិធីនេះរៀបចំដោយនៅខាង Canada Tower កាណាឌីយ៉ា Tower កាណាឌីយ៉ា Tower គឺខាងកន្លែងធនាគារកាណាឌីយ៉ាហ្នឹងបាទគឺលោកស្រីដែលជាអនុប្រធានរបស់ខាងក្រុមហ៊ុនគឺអ្នកស្រីពុងការ៉ូលីនអ្នកស្រីពុងការ៉ូលីននៅក្នុងរូបភាពអាវខៀវនោះគឺបានពិពណ៌នានៅដៃគូជាមួយនឹងសហរដ្ឋអាមេរិកនេះបាទថាគឺជាការមួយបន្ថែមនៅទំនុកចិត្តនៅក្នុងការកសាងអនាគតសម្រាប់ប្រទេសកម្ពុជាហើយនឹងការមួយដែលការជឿជាក់ទៅលើស្តង់ដារនៃអភិបាលកិច្ចរបស់ក្រុមហ៊ុននឹងកម្ពុជាផងដែរបើតាមលោកស្រីបានបញ្ជាក់គឺបានលោកស្រីបានហៅថាភាពជាដៃគូជាមួយនឹងសហរដ្ឋអាមេរិកនេះគឺឆ្លុះបញ្ចាំងនៅជំនឿទុកចិត្តពីអន្តរជាតិនៅក្នុងអនាគតរបស់កម្ពុជាហើយនៅក្នុងការប្រែក្លាយនៅសក្តានុពលដែលកម្ពុជាមានបាទនឹងការទំនុកចិត្តនៅក្នុងការអភិវឌ្ឍនៅហេដ្ឋារចនាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់កម្ពុជានេះបាទលោកស្រីបានបន្ថែមថាលើសពីធនធានឬក៏ថវិកាដែលផ្ដល់ជូនសម្រាប់ការអភិវឌ្ឍនេះគឺការចុះហត្ថលេខានេះគឺជាសញ្ញាមួយបង្ហាញឲ្យពិភពលោកដឹងថាអាកាសយានដ្ឋានអន្តរជាតិតេជោហ្នឹងគឺបានត្រឹមត្រូវតាមស្តង់ដារខ្ពស់របស់អន្តរជាតិហ្នឹងខាងផ្នែកអភិបាលកិច្ចហើយតម្លាភាពហើយក៏ដូចជាមានការទទួលខុសត្រូវខាងផ្នែកបរិស្ថានក៏ដូចជាស្តង់ដារសង្គមគិច្ចផងដែរដែលជាតម្រូវការមួយតាមស្ថាប័នអន្តរជាតិនាំមុខសំខាន់បាទអញ្ចឹងនេះគឺជាការមួយដែលកម្ពុជាគាត់បង្ហាញនៅសេចក្តីរីករាយនិងមោទនភាពហើយការប្រកាសនេះគឺកើតមានឡើងបាទបន្ទាប់ពីមានការទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកមានលក្ខណៈស្មុគស្មាញដែលបានប្រឈមមុខដោយសារតែមានការតានតឹងផងដែរខាងផ្នែកអភិបាលកិច្ចក៏ដូចជាបញ្ហាសិទ្ធិមនុស្សហើយនឹងលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះហើយបើយើងឲ្យនិយាយច្បាស់ទៅគឺចាប់តាំងពីឆ្នាំ2017នៅពេលដែលតុលាការបានរំលាយគណៈបកប្រឆាំងដ៏ធំគឺគណៈបកសង្គ្រោះជាតិណាបាទក្នុងអត្ថបទនេះអត់មានបន្ថែមខ្ញុំបន្ថែមពីខាងក្រៅទេណាបាទទោះបីជាយ៉ាងណាក៏ដោយត្រឡប់មកភ្នំគិរីប៉ុស្តិ៍វិញទោះបីជាយ៉ាងណាក៏ដោយទំហំនិងនៃការវិនិយោគហើយនឹងអ្វីដែលបានលើកឡើងនេះគឺបង្ហាញនៅចេតនាជាថ្មីរបស់សហរដ្ឋអាមេរិកនិងកម្ពុជាដែលសុខចិត្តព្រមព្រៀងគ្នានៅក្នុងការរឹតចំណងតាក់ទងខាងផ្នែកសេដ្ឋកិច្ចហ្នឹងគឺបន្ថែមទៀតផងដែរ
លោកស្រី Caroline បាទដែលជាប្រធានខាងគោលនយោបាយលោកស្រី Caroline Vick ដែលជាប្រធានខាងគោលនយោបាយនៃសហរដ្ឋអាមេរិកនិងនៃកន្លែងខាងវិទ្យាស្ថានអភិវឌ្ឍខាងផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកនោះបាននិយាយថាបាទគឺលោកស្រីពាក់អាវខ្មៅណាបាទលោកស្រីពាក់អាវខ្មៅហ្នឹងគាត់បាននិយាយថាបាទគឺគ្មានអ្វីដែលថារំភើបជាងនេះទេនៅពីខាងសហរដ្ឋអាមេរិកគាត់បញ្ជាក់អញ្ចឹងថាគ្មានអ្វីដែលរំភើបជាងនេះទេយើងមិនអាចរៀបរាប់អ្វីឲ្យបានទេគឺគ្រាន់តែយើងសង្ឃឹមថាបាទនេះគឺជាជំហានទី1នៅក្នុងជំហានជាបន្តទៀតនៅក្នុងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍរបស់កម្ពុជាបាទស្រីបានបញ្ជាក់អញ្ចឹងហើយគម្រោងដែលអភិវឌ្ឍនេះគឺផ្ដោតជុំវិញការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិដីជោនោះបាទដែលជាដំណាក់កាលនៃការសាងសង់នេះបើតាមការបញ្ជាក់របស់លោកស្រី Caroline នោះគឺបាទជាការមួយបង្ហាញឲ្យឃើញទៅហើយនៅចំណងតាក់ទងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកបាទហើយក្នុងពេលថ្មីនេះគឺក៏មានការបង្កើននៅការនាំទំនិញនិងសេវាពីសហរដ្ឋអាមេរិកហ្នឹងគឺបានកើនឡើងបន្ថែមចំនួន41លានដុល្លារកន្លះបាទ41.6 លានដុល្លារពីសហរដ្ឋអាមេរិកបន្ថែមទៀតផងដែរដូច្នេះនេះគឺជាការបង្ហាញនៅការរីកចម្រើនខាងសេដ្ឋកិច្ចហើយអ្នកស្រី Caroline បានបន្ថែមទៀតថាកិច្ចព្រមព្រៀងនេះគឺបាទជាការមួយពង្រីកហួសពីការធ្វើពាណិជ្ជកម្មឬក៏ធ្វើកិច្ចជាមួយគ្នាគឺទំនាក់ទំនងនេះបាទមានកាន់តែជ្រៅជាងការគ្រាន់តែធ្វើពាណិជ្ជកម្មអញ្ចឹងបានន័យថាវាមិនមែនគ្រាន់តែជាថាអូជាការមួយដែលធ្វើពាណិជ្ជកម្មជាមួយគ្នាតែប៉ុណ្្នឹងហើយគ្មានអ្វីទៀតទេគឺបើតាមទស្សនៈរបស់លោកស្រី Caroline គឺបានន័យថាពាណិជ្ជកម្មនេះជារឿងមួយប៉ុន្តែមានការធ្វើពាណិជ្ជកម្មបង្ហាញនៅទំនាក់ទំនងវាជ្រៅជាងនឹងទៅទៀតបាទគឺលោកស្រីបន្ថែមថាគឺវាឆ្លោះបញ្ចាំងនៅការជឿទុកចិត្តកាន់តែកើនឡើងនិងមិត្តភាពរវាងកម្ពុជានិងសហរដ្ឋអាមេរិកហើយវាជាការកសាងនៅស្ថាប័នមួយស្តង់ដារមួយនិងការរួមចំណែកនៃឱកាសធ្វើការងារដែលអាចនឹងជួយកំណត់នៅការអភិវឌ្ឍរបស់កម្ពុជានៅក្នុងពេលអនាគតជាច្រើនឆ្នាំទៅមុខទៀតបាទដោយសម្លឹងទៅមុខទៀតនោះគឺខាងសហរដ្ឋអាមេរិកបានបង្ហាញនៅបាទចក្ខុវិស័យពង្រីកបន្ថែមទៀតលើពីការអភិវឌ្ឍវិទ្យាអាកាសយានដ្ឋាននេះបាទផែនការនោះគឺបាទរួមមានការសាងសង់នៅកំពង់ផែក្នុងនោះមានការសាងសង់នៅខាងទីក្រុងខាងអាកាសយានដ្ឋានបន្ថែមទៀតបាទដែលអាចនឹងមានទីកន្លែងសម្រាប់អ្នកដែលរស់នៅគឺរហូតដល់បាទ10000កន្លែងហើយនឹងមានកន្លែងសម្រាប់ខាងធ្វើពាណិជ្ជកម្មផងដែរដែលធ្វើយ៉ាងណាដើម្បីជំរុញនៅសកម្មភាពសេដ្ឋកិច្ចនិងការផ្ដល់ការងារទៅដល់ប្រទេសកម្ពុជាបាទហើយគឺមានការអភិវឌ្ឍបន្ថែមទៀតដែលមានជាមួយនឹងសហរដ្ឋអាមេរិកនោះគឺរួមមានការអភិវឌ្ឍនៅខាងផ្លូវទឹកដែលភ្ជាប់ជាមួយនឹងបឹងជើងលួងបាទទៅដល់ជាមួយនឹងកំពង់ជាមួយនឹងព្រែកជីកហ្វូណនដីជោបាទហើយក៏ដូចជាគម្រោងធម្មពលសូឡាផងដែរដែលមានសមត្ថភាពអាចពង្រីកផ្ដល់ធម្មពលកម្រិតពី20ទៅ30មេហ្គាវ៉ាត់ផងដែរបាទអញ្ចឹងដូច្នេះគឺជាការរៀបរាប់មួយដែលមានគម្រោងដែលថាអភិវឌ្ឍខាងកំពង់ផែមួយដែលភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនដីជោនឹងបាទដែលខ្ញុំនឹងជម្រាបជូននៅពេលល្ងាចនេះក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងដែលខាងគេរីប៉ុសបានសម្ភាស exclusive ជាមួយនឹងលោកស្រី Caroline តែម្ដងបាទនេះគឺជាការវិវត្តមួយផ្សេងថែមទៀតណាបាទតែមានជាមួយនឹងសហរដ្ឋអាមេរិកបាទលោកស្រីក៏បានបញ្ជាក់ផងដែរនៅកិច្ចខិតខំប្រឹងប្រែងទាំងអស់នេះដើម្បីប្រែក្លាយនៅបរិយាកាសដែលជំវិញទាំងអស់នេះឲ្យមានលក្ខណៈរស់រវើកហើយនឹងធ្វើយ៉ាងណាចាប់យកឲ្យទាន់ពេលវេលានៅ
លក្ខណៈតាក់ទាញខាងវិនិយោគទុនដែលកម្ពុជាមាននាពេលបច្ចុប្បន្ននេះបាទក្នុងពេលជាមួយគ្នានោះដែរអ្នកស្រីបានបង្ហាញថាទីក្រុង Washington បានសរសើរទៅដល់គម្រោងអាកាសយានដ្ឋាននេះហើយបានមើលឃើញថាវាជាផ្នែកមួយនៃការជំរុញជាយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយបាទគឺអ្នកស្រីបានបញ្ជាក់ថាគឺនេះគឺជាដៃប្រភេទនៃភាពជាដៃគូមួយដែលសហរដ្ឋអាមេរិកខិតខំសម្លឹងរកមើលនៅក្នុងការធ្វើការងារជាមួយនឹងប្រទេសកម្ពុជាក៏ដូចជាជាមួយនឹងពិភពលោកផងដែរគឺជាគំរូដែលសហរដ្ឋអាមេរិកប្រើប្រាស់ហើយខាងសហរដ្ឋអាមេរិកសង្ឃឹមថានេះគឺជាគម្រោងដំបូងនៅក្នុងគម្រោងដ៏ច្រើនថែមទៀតដែលសហរដ្ឋអាមេរិកអាចធ្វើបានជាមួយនឹងប្រទេសកម្ពុជាលោកសេវិកបានបន្ថែមថាគឺមានការពង្រីកយ៉ាងឆាប់រហ័សនៃមូលនិធិរបស់សហរដ្ឋអាមេរិកដែលផ្ដល់ទៅខាងការអភិវឌ្ឍនៅជុំវិញពិភពលោកដែលឥឡូវនេះគឺខាងសហរដ្ឋអាមេរិកគឺមានការវិនិយោគតាមរយៈ DFC ហ្នឹងគឺរហូតដល់$205,000 លានហើយនៅក្នុងការអភិវឌ្ឍនានាដែលធ្វើឲ្យមានការជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការគ្រប់គ្រងគម្រោងអភិវឌ្ឍនានានៅក្នុងពិភពលោកបាទសម្រាប់ការអភិវឌ្ឍផ្សេងហើយលោកស្រីបានបន្ថែមថាអាកាសយានដ្ឋាននេះគឺជាសញ្ញាមួយបាទនៃដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់សហរដ្ឋអាមេរិកការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងខាងផ្នែកហិរញ្ញវត្ថុជាមួយនឹងប្រទេសកម្ពុជាលោកស្រីបានបន្ថែមថាគឺយើងចង់ឲ្យធ្វើការងារដែលមានលក្ខណៈធំហើយនឹងទៅលើគម្រោងដែលមានលក្ខណៈយុទ្ធសាស្ត្រដូចជាអាកាសយានដ្ឋាននេះដូចនេះដែរហើយវាគឺជារឿងមួយដែលធ្វើឲ្យយើងអាចចាប់គូដៃគូបានជាដៃគូដ៏ល្អដែលយើងអាចធ្វើតាមលទ្ធភាពដែលយើងមានបាទហើយលោកស្រីបានបន្ថែមថាគឺអាគារនេះខ្លួនឯងហ្នឹងគឺជាសញ្ញាមួយដែលបង្ហាញនៅអនាគតមួយរបស់កម្ពុជាដែលគឺយើងអាចមើលឃើញថាជារឿងមួយល្អណាស់សម្រាប់គម្រោងនេះដែលមានលក្ខណៈល្អគាត់ប្រើពាក្យស្អាតល្អពិតប្រាកដតែម្ដង truly beautiful project បាទគាត់ថាល្អស្អាតខ្លាំងណាស់បាទហើយលោកស្រីបានបន្ថែមថាគឺសម្រាប់សហរដ្ឋអាមេរិកវិញគឺមានអតិភិបចំនួន3ដែលនាំមុខទៅដល់យុទ្ធសាស្ត្រនៃការវិនិយោគរបស់សហរដ្ឋអាមេរិកនេះគឺទី1គឺការគេថាធ្វើពិពិធកម្ម diversify នោះគឺធ្វើពិពិធកម្មនៅសង្វាក់ផ្គត់ផ្គង់បានន័យថាពង្រីកទៅលើវិស័យផ្សេងដែលសហរដ្ឋអាមេរិកមានបាទហើយនឹងក៏ដូចជាពិសេសដែរគឺទៅលើខាងវត្ថុធាតុដើមដែលសំខាន់ក៏ដូចជាការពង្រឹងនៅការដៃគូជាយុទ្ធសាស្ត្រផងដែរក្នុងនោះមានទាំងទៅលើវិស័យធម្មពល AI គឺបញ្ញាសិប្បនិម្មិតហើយនឹងការផ្ដល់ហិរញ្ញប្បទានទៅដល់គម្រោងអភិវឌ្ឍសំខាន់ដូចជាគម្រោងការដឹកជញ្ជូននិងបណ្ដាញ digital ជាដើមដែលសហរដ្ឋអាមេរិកផ្ដោតអាទិភាពទៅលើក្នុងការវិនិយោគរបស់ខ្លួនលោកស្រីបន្ថែមថាគឺសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍នៅក្នុងការគ្រប់គ្រងនៅមហិច្ឆតាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធធំរបស់កម្ពុជាបន្ថែមទៀតក្នុងនោះរួមមានកំពង់ផែបាទគឺព្រែកជីកផ្លូវរថភ្លើងហើយនឹងប្រព័ន្ធទូរគមនាគមន៍ជាដើមបាទអញ្ចឹងគឺបានន័យថាគឺមិនបញ្ចប់ត្រឹមគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាននេះទេគឺគម្រោងណាដែលធំដែលកម្ពុជាមានមហិច្ឆតាឬក៏មានចិត្តចង់សាងសង់ហើយមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចគឺសហរដ្ឋអាមេរិកនឹងសិក្សាហើយនឹងចូលរួមតែម្ដងអញ្ចឹងហើយបានជានៅក្នុងបទសម្ភាសន៍ពិសេសជាមួយនឹងគិរីប៉ុស្តិ៍នោះគឺលោកស្រីបាននិយាយបន្ថែមទៀតអំពីចំណាប់អារម្មណ៍នៅក្នុងការកសាងកំពង់ផែដែលមានភ្ជាប់ជាមួយនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះបាទនេះគឺជាព័ត៌មានសំខាន់ដែលទី1បាទសំខាន់ទី1ដែលខ្ញុំចង់ក្រងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នារីឯព័ត៌មានទី2នេះគឺខ្ញុំសូមដកចង់ពីដំបូងនេះពីសារព័ត៌មាន Thai Inquirer បាទ Thai Inquirer ហ្នឹងគឺខាងក្រសួងការបរទេសរបស់ប្រទេសថៃ
គឺឥឡូវនេះខិតខំប្រើវេទិកានានានៅក្នុងប្រទេសរបស់ខ្លួនហ្នឹងគឺបាទពន្យល់ទៅដល់មហាជនឲ្យយល់អំពីនីតិវិធី UNCLOS នៃការផ្សះផ្សាដោយបង្ខំក្រមច្បាប់ UNCLOS របស់អង្គការសហប្រជាជាតិនេះបាទដោយខាងថៃហ្នឹងគឺបាននិយាយថាការផ្សះផ្សាក្រមនីតិវិធី UNCLOS ជាមួយនឹងកម្ពុជាហ្នឹងគឺមិនបង្កើតបាននៅការសម្រេចរបៀបដីកាមួយដែលមានលក្ខណៈតម្រូវកាតព្វកិច្ចទៅគោរពតាមទេគឺការដំណាក់កាលនៃការផ្សះផ្សាជាមួយនឹងកម្ពុជាហ្នឹងបាទគឺជារឿងមួយដែលបាទជាការចេញអនុសាសន៍ឲ្យដឹងថាចំណុចណាត្រង់ចំណុចណាតែប៉ុណ្ណោះទេនេះបើតាមការបញ្ជាក់របស់បាទលោកស្រីដែលមាននៅក្នុងរូបនោះគឺលោកស្រីជាអ្នកនាំពាក្យរងបាទអ្នកនាំពាក្យរងនៃក្រសួងការបរទេសរបស់ប្រទេសថៃណាគឺអ្នកស្រី Marati Natlita Andamo បាទ Andamo មកឈ្មោះគាត់នឹងវែងបាទគឺគាត់បាននិយាយតាមវេទិកានានានៅថ្ងៃច័ន្ទនេះបន្ថែមទៀតបាទអ្នកស្រី Marati បាននិយាយថាដំណើរការនេះគឺវាមិនដូចជាដូចថាដាសាលដោយក្រមរបស់តុលាការទេដែលមានការបញ្ចប់មកហើយទៅតែមានការពង្រឹងការអនុវត្តតាមនោះទេគឺវាគ្រាន់តែមានជាអនុសាសន៍ដែលនឹងគ្រប់គ្រងទៅដល់ការចរចាទ្វេភាគីនៅពេលអនាគតតែប៉ុណ្ណោះបាទគឺឥឡូវនេះគឺថៃបានទទួលយកសំណើបាទជាផ្លូវការរបស់ប្រទេសកម្ពុជានៅក្នុងការចូលរួមនៅក្នុងនីតិវិធីនេះគឺកាលពីថ្ងៃទី19ខែមិថុនាបាទគឺកាលពីថ្ងៃសុក្រសប្តាហ៍មុនណាខ្ញុំបានជម្រាបជូនប្រិយមិត្តផងដែរហើយលោកស្រីបានបន្ថែមថានេះជាការបញ្ជាក់បន្ថែមថាគឺថៃចូលរួមនេះគឺកំណត់តែទៅលើការកំណត់ដែនសីមាទៅលើដែនទឹកតែប៉ុណ្ណោះទេបាទគឺឲ្យលោកស្រីបានពន្យល់អំពីនីតិវិធីនៃការតែងតាំងមន្ត្រីរបស់ថៃយ៉ាងណាបន្ថែមទៀតនោះគឺមានរដ្ឋមន្ត្រីហើយនឹងឯករាជទូតហើយនឹងមានអ្នកជំនាញពិសេសណាចឹងខ្ញុំសូមមិនចូលបន្ថែមទៅក្នុងចំណុចនេះទេហើយចំណុចទី2នៃស្ថានភាពការវិវត្តជំវិញចំនួនកម្ពុជាថៃនៅតាមព្រំដែននេះគឺខ្ញុំសូមដកស្រង់ពីខាងសារព័ត៌មានខៅសូននេះក៏បានរាយការណ៍ថានាយករដ្ឋមន្ត្រីថៃលោកអនុทิនឆាន់វីរគុលបានថ្លែងនៅថ្ងៃច័ន្ទទី22ខែមិថុនានេះថាប្រទេសថៃនឹងមិនធ្វើតាមការអំពាវនាវរបស់កម្ពុជាឲ្យសងទៅកម្ពុជាវិញនៅតំបន់ដែលនៅជិតភូមិនងច័ន្ទនិងភូមិនងយ៉ាកែវនោះទេបាទភូមិព្រៃច័ន្ទណាខ្មែរយើងណាបាទគឺខាងថៃគាត់ថាគាត់មិនសងទេដោយលោកមិនខេត្តទាំងមួយគឺមិនមែនភូមិទាំងមួយគឺថាតំបន់ណាតំបន់នៅជាប់នឹងទេដោយលោកបាននិយាយថាគឺទីភ្នាក់ងារសន្តិសុខឥឡូវនេះគឺបានជម្រាបទៅដល់ខាងរដ្ឋាភិបាលហ្នឹងគឺជាប់ជាប្រចាំអំពីការវិវត្តនៅតាមបណ្ដោយព្រំដែនហើយបានសង្កត់ធ្ងន់ថាគឺហេតុការណ៍ដែលបានកើតមានឡើងឧបទ្ទវហេតុដែលបានកើតមានឡើងកាលពីពេលថ្មីនេះលោកថាកើតឡើងតែនៅក្នុងទឹកដីថៃទេគឺបានន័យថាការដោតទង់ការសាងសង់របងស៊ីម៉ង់អីហ្នឹងបាទការរីលូបន្លាយនោះគឺកើតឡើងនៅក្នុងទឹកដីថៃតែប៉ុណ្ណោះទេក៏ប៉ុន្តែគឺថៃនឹងអនុវត្តកិច្ចការទាំងអស់នេះគឺប្រកបទៅដោយការអត់ធ្មត់ដើម្បីជៀសវាងការប្រព្រឹត្តកំហុសណាមួយហើយនឹងគោរពទៅតាមគោលការណ៍និងអធិបតេយ្យភាពរបស់ខាងប្រទេសថៃបាទនេះគឺជាការបញ្ជាក់របស់លោកអនុทิនហើយចំណុចមួយទៀតនោះគឺខាងយោធាថៃវិញបាទយោធាថៃវិញក៏បានចេញមកនិយាយផងដែរគឺនៅថ្ងៃច័ន្ទនេះបាទនៅថ្ងៃច័ន្ទនេះគឺលោកអ្នកនាំពាក្យខាងយោធាថៃណាបាទស៊ូវ៉ារីនោះបាទលោកវិនថៃស៊ូវ៉ារីនោះក៏បាននិយាយផងដែរថាគឺចេញមកបដិសេធដោយតែខាងលោកអ្នកនាំពាក្យខាងមជ្ឈមណ្ឌលព័ត៌មានថៃកម្ពុជានឹងចឹងបានបញ្ជាក់កាលពីថ្ងៃម្សិលមិញដែលខ្ញុំបានជម្រាបជូនប្រិយមិត្តហើយគឺលោកស៊ូវ៉ារីនឹងគឺគាត់បដិសេធថាថៃនឹងគឺមិនបានរំលោភទៅលើអធិបតេយ្យភាពរបស់កម្ពុជានោះទេគឺអ្វីដែលធ្វើនោះគឺនៅក្នុងទឹកដីរបស់កម្ពុជាទេហើយលោកបានបដិសេធថា
ថៃនឹងមិនបានដុតភ្លើងដុតឃ្លាំងដុតអីនោះទេហើយជាម្ដងមកកាលលោកថាមានការប៉ះទង្គិចគ្នាដោយពាក្យសម្ដីបាទដោយពាក្យសម្ដីរវាងកងទ័ពថៃនិងកងទ័ពកម្ពុជានៅតាមបណ្ដោយព្រំដែនបាទក៏ប៉ុន្តែខាងភាគីថៃនោះគឺមិនឃើញថាសញ្ញាណាដែលខាងកម្ពុជាមានចិត្តចង់ប្រើកម្លាំងកងទ័ពបាទដើម្បីបង្កបញ្ហាជាមួយនឹងប្រទេសថៃនោះទេក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺថៃនៅតែប្រុងប្រយ័ត្នខ្លួនឲ្យជាប់ជាប្រចាំហើយគឺនៅទីបញ្ចប់លោកបានបញ្ជាក់ថាគឺខាងយោធាថៃគឺនឹងនៅតែបន្តបាទលើកឡើងអំពីបញ្ហាព្រំដែននេះតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ហើយនឹងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរបាទនេះគឺជាការវិវត្តមួយទៀតពីខាងភាគីថៃដែលខ្ញុំដកសងមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនកម្ពុជាថៃនេះណាបាទហើយព័ត៌មានទី3នេះសូមជូនខ្លីទេគឺប្រិយមិត្តប្រហែលជាបានដឹងច្រើនហើយគឺតកតងជាមួយនឹងការចរចាកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិកជាមួយនឹងភាគីអ៊ីរ៉ង់បាទកម្រិតខ្ពស់នោះដោយសារមានការចូលរួមទាំងលោកអនុប្រធានាធិបតី JD Vance ផងហើយខាងអ៊ីរ៉ង់នោះគឺមានទាំងប្រធានរដ្ឋសភាផងរដ្ឋមន្ត្រីការបរទេសផងណាដែលជាការជួបមុខគ្នាលើកដំបូងហើយរវាងមន្ត្រីសំខាន់បាទអញ្ចឹងដូច្នេះវាជាសញ្ញាមួយនៃការរីកចម្រើនបាទអញ្ចឹងជាលទ្ធផលវិញគឺកិច្ចចរចាជុំទី1រវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅប្រទេសស្វីសហ្នឹងបានបញ្ចប់ហើយនៅថ្ងៃច័ន្ទអ្នកដែលអ្នកធំណាអ្នកខ្ពស់បាទហើយក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយគឺសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថាសហរដ្ឋអាមេរិកហើយនិងអ៊ីរ៉ង់បានយល់ព្រមលើផែនទីបង្ហាញផ្លូវមួយឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក្នុងរយៈពេល60ថ្ងៃបាទកិច្ចចរចាបច្ចេកទេសបាទនឹងបន្តទៀតបាទន័យថាអ្នកធំចប់ប៉ុន្តែអ្នកខាងក្រុមការងារបច្ចេកទេសនឹងបន្តទៀតពេញមួយសប្តាហ៍នេះរហូតដល់ចុងសប្តាហ៍ហ្នឹងតែម្ដងគឺនៅប្រទេសស្វីសនេះហើយសេចក្តីថ្លែងការណ៍នោះក៏បានបញ្ជាក់ថាគឺទាំងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នោះគឺបានព្រមព្រៀងគ្នាលើយន្តការមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ផងដែរនឹងបានបើកខ្សែទំនាក់ទំនងបាទខ្សែបណ្ដាញទំនាក់ទំនងដើម្បីជួយធានាសុវត្ថិភាពដល់ការឆ្លងកាត់របស់នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់រវាងតំបន់មជ្ឈមបូព៌ាទៅពិភពលោកហើយនឹងជាពិសេសទៅតំបន់អាស៊ីបាទអញ្ចឹងគឺបើយោងតាមសេចក្តីថ្លែងការណ៍នេះគឺអ្នកសម្របសម្រួលដែលមានខាងប្រទេសកាតានិងប៉ាគីស្ថានគាត់ថាវាជាការរីកចម្រើនដ៏គួរឲ្យលើកទឹកចិត្តមួយផងដែរអញ្ចឹងដូច្នេះនេះគឺជាដំណឹងមួយដែលធូរទ្រូងដែរសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសារតែចំនួននៅក្នុងប្រទេសអ៊ីរ៉ង់នេះបាទហើយព័ត៌មានចុងក្រោយនេះគឺសូមជូនសេចក្តីរាយការណ៍របស់សារព័ត៌មាននេះគឺខ្ញុំដកស្រង់ពីខាង New York Times ប៉ុន្តែសារព័ត៌មាននានាបានរាយការណ៍ផងដែរគឺលោក Keir Starmer នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនៃរូបភាពនេះគឺលោកបានចេញមកថ្លែងនៅមុខគេហៅថារបស់ប្រធានរបស់នាយករដ្ឋមន្ត្រីគឺលេខ10នៅពីក្រោយនោះបាទភាសាអង់គ្លេសបើទៅអង់គ្លេសបើគេនិយាយថា house number 10គឺផ្ទះលេខ10ហ្នឹងគឺដឹងថានៅអង់គ្លេសណាបើដូចខ្មែរយើងនិយាយលេខតែផ្ទះលេខ2សម្រាប់ពួកថៃអីចឹងណាបាទអញ្ចឹងគឺលោក Keir Starmer ថ្លែងនៅមុខផ្ទះលេខ10ហ្នឹងតែម្ដងគឺបានបញ្ជាក់នៅការប្រកាសលាលែងចេញពីតំណែងរបស់លោកហើយបាទនៅថ្ងៃច័ន្ទនេះបាទដោយសារតែមានការបះបោរនៅក្នុងផ្ទៃក្នុងគណៈបកពលកររបស់លោកបាទហើយដូច្នេះអ្នកដែលអាចនឹងឡើងចំនួនលោកបន្ថែមទៀតគឺឈ្មោះលោក Andy Burnham នោះបាទលោកជាអតីតចៅហ្វាយក្រុង Greater Manchester នៅចៅហ្វាយក្រុង Manchester បាទអាចទំនងជាខ្លាយជាមេដឹកនាំបន្ទាប់បាទលោក Starmer បានថ្លែងថាគឺលោកនឹងនៅកាន់តំណែងជានាយករដ្ឋមន្ត្រីសិនរហូតទៅដល់មានការជ្រើសរើសមេដឹកនាំបកថ្មីបាទអញ្ចឹងគឺនៅក្នុងគណៈបកពលករនោះគឺអ្នកណាជាមេបកនោះគឺឡើងធ្វើជានាយករដ្ឋមន្ត្រីតែម្ដងហើយការជ្រើសរើសនោះគឺប្រហែលជានឹងធ្វើនៅខែកញ្ញាពីព្រោះឥឡូវនេះគេទុកពេលឲ្យ
បេក្ខជននឹងបង្ហាញថាអ្នកណាខ្លះចង់ធ្វើមេបកហើយធ្វើការឃោសនានៅតាមមណ្ឌលហ្នឹងតាមមណ្ឌលបកគេនីមួយៗហ្នឹងដើម្បីឲ្យមានការបោះឆ្នោតរឿងមេបកហើយបានអ្នកហ្នឹងខ្លាយទៅជានាយករដ្ឋមន្ត្រីតែម្ដងបើអញ្ចឹងគឺបាទលោកKeir Starmer ហ្នឹងកាន់តំណែងហ្នឹងមិនដល់2ឆ្នាំផងបាទដូច្នេះគឺជារឿងមួយដែលគេថាការសម្រេចចុះចេញពីតំណែងរបស់លោកនឹងធ្វើឲ្យលោកខ្លាយទៅជានាយករដ្ឋមន្ត្រីទី7ហើយក្នុងរយៈពេលតែមួយទសវត្សរ៍ដែលកាន់ជាតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនេះបាទចឹង10ឆ្នាំដូរ7ហើយបាទចឹងបើសិនជាខែ9ទៅបានទី8មួយទៀតហើយនៅចាំបានទេប្រិមិត្តរូបដំបូងគេហ្នឹងគឺអ្នកណាគេបាទគេថា10ឆ្នាំនោះគឺចាប់តាំងពីចក្រភពអង់គ្លេសចេញពីអឺរ៉ុបហ្នឹងណាបាទ EU មកគឺឆ្វេងគេបំផុតនោះគឺលោក David Cameron បាទលោក David Cameron លោកសង្ហាស្អាតណាបាទលោក David Cameron ហ្នឹងទី1ឆ្វេងដៃទៀតណាទី2គឺលោកស្រី Theresa May បាទនាយករដ្ឋមន្ត្រីដែរហើយទី3ខ្ញុំជឿថាទី3គេស្គាល់ច្រើនជាងគេគឺលោក Boris Johnson ដោយសារតែម៉ូតសក់របស់គាត់ហើយនឹងសម្ដីរបស់គាត់និយាយស្តៀងលោកត្រាំដែរគឺអត់មានគេថាអត់មានកម្របទេគឺគាត់និយាយបាទផាំងតែម្ដងហើយបន្ទាប់មកគឺលោកស្រី Liz Truss បាទនៅក្នុងរូបភាពទី4ពីឆ្វេងមកហ្នឹងហើយលោក Rishi Sunak គាត់មានកាត់ឥណ្ឌាផងបាទហើយនឹងចុងក្រោយស្ដាប់គេហ្នឹងគឺលោក Keir Starmer បាទដែលប្រកាសលាលែងចេញពីតំណែងនៅថ្ងៃនេះហើយបាទអញ្ចឹងលោក Keir Starmer ហ្នឹងគឺប្រិមិត្តនឹងឆ្ងល់ថាហេតុអ្វីបានជាលោកធ្លាក់ប្រជាប្រិយភាពតែទើបឡើងកាន់តំណែងបានមិនដល់2ឆ្នាំផងហ្នឹងគឺរឿងវាចាប់ផ្ដើមដំបូងហ្នឹងដោយការបែកធ្លាយរឿងឯកសារលោក Jeffrey Epstein ដែលដោយសារតែមានជាប់ពាក់ព័ន្ធជាមួយនឹងលោក Peter Mandelson បាទដែលលោក Keir Starmer បានតែងតាំងធ្វើជាឯកអគ្គរាជទូតរបស់ចក្រភពអង់គ្លេសប្រចាំនៅសហរដ្ឋអាមេរិកហើយលោកនឹងគឺមានជាប់ពាក់ព័ន្ធជាមួយនឹងលោក Jeffrey Epstein ដែលគេថាជាអ្នកជួញដូរស្ត្រីក្មេងមានដើកនាំស្ត្រីក្មេងឲ្យអ្នកមានអ្នកធំអ្នកអីហ្នឹងបាទមានទាំងកូនស្ដេចកូនអីផងឥឡូវមិនកូនស្ដេចទៀតប្អូនស្ដេចផងគឺមានជាប់ពាក់ព័ន្ធនឹងផងដែរអញ្ចឹងទៅប្រជាប្រិយភាពរបស់លោកនឹងគឺចាប់ដើមគេរករឿងផ្ទៃក្នុងហ្នឹងបាទនៅអង់គ្លេសគេរករឿងមហាជនរករឿងផងផ្ទៃក្នុងបាក់នឹងរករឿងផងបាទប៉ុន្តែលោកជានៅទ្រាំឡើងបាទស្រាប់តែបោះឆ្នោតកាលពីខែមេសាកន្លងមកនេះបាទប្រជាប្រិយភាពរបស់គណៈបករបស់លោកនឹងគឺចាញ់ច្រើនអញ្ចឹងហើយធ្វើឲ្យបាទគេថាជាចំណុចមួយដែលចុងក្រោយហើយដែលគេត្រូវតែបង្ខំលោកឲ្យចុះចេញបើមិនចឹងទេបកនឹងធ្លាក់ឲ្យពីព្រោះអីគណៈបកនេះទៅតែផ្ដួលរំលំគណៈបកអភិរក្សនិយមដែលកាន់តំណែងជាបន្តមកហ្នឹងគឺលោកប្រមាណអ្នកមុន6អ្នកមុនហ្នឹងសិតតែគណៈបកអភិរក្សនិយមដែលទៅគណៈបកលោកផ្ដួលបានហ្នឹងបាទឥឡូវហ្នឹងគឺគេមិនចង់ឲ្យចាញ់ទៅគណៈបកអភិរក្សនិយមវិញអញ្ចឹងគេត្រូវតែដូរបាទដូរអ្នកបើកបរនាវានឹងម្ដងបាទដូរទៅកង់នឹងម្ដងដាក់អ្នកថ្មីដើម្បីស្ដារប្រជាប្រិយភាពបាក់ឡើងវិញបាទនេះគឺជាការវិវត្តនៅក្នុងចក្រភពអង់គ្លេសដែលខ្ញុំដកសំមកជំរាបជូនប្រិមិត្តហើយកុំភ្លេចល្ងាចនេះបាទខ្ញុំនឹងបកប្រែជូនសង្ខេបខ្លះអំពីបទសម្ភាសន៍ពិសេសរបស់គិរីប៉ុសជាមួយនឹងខាងមន្ត្រីរបស់សហរដ្ឋអាមេរិកអំពីចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកនៅក្នុងការសិក្សាដើម្បីវិនិយោគបន្ថែមទៀតទៅលើកំពង់ផែមួយដែលភ្ជាប់ជាមួយនឹងបាទប្រជិកហ្វូណនដេជូនៅក្នុងប្រទេសកម្ពុជាបាទនេះគឺជាការវិវត្តបន្ថែមទៀតនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកនឹងជម្រាបជូនណាបាទសម្រាប់កម្មវិធីបច្ចុប្បន្នភាពបាទអន្តរជាតិនៅថ្ងៃច័ន្ទនេះបាទមកដល់ទីបញ្ចប់ហើយសូមអរគុណប្រិយមិត្តច្រើនបាទសូមជម្រាបលាដោយរាល់ដងយ៉ាងសូមអរគុណប្រិយមិត្តដែលចូលមកទទួលយកការចែករំលែកព័ត៌មានរបស់ខ្ញុំនេះទោះបីជាអ្នកនៅក្នុងប្រទេសកម្ពុជាជប់ជ្រៅណាស់ទៅហើយក៏ដោយបាទសូមអរគុណបាទសូមគោរពលាទាំងអស់គ្នាបាទ